សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះយីសេលីថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីការ install Ubuntu server នៅលើ VisualBox អញ្ចឹងដើម្បីធ្វើការ install វាបានគឺយើងត្រូវការ file ចំនួន2ដើម្បីយើងធ្វើការ config វាគឺទី1គឺ VisualBox ទី2គឺ Ubuntu server ISO file អញ្ចឹងដើម្បីធ្វើការ download ពួកវាបានគឺយើងអាចធ្វើការទៅ download នៅលើ official server official website របស់វាមួយទី1គឺ VisualBox ទី2គឺ Ubuntu server អញ្ចឹងយើងអាចធ្វើការ download យក letter version របស់វាមកខ្ញុំអត់ត្រូវការធ្វើការ install វាម្ដងទៀតទេគឺដោយសារតែខ្ញុំ install ហើយអញ្ចឹងយើងអាចធ្វើការទៅឈានទៅដល់ការ set up ហ្មងទៅអញ្ចឹងទី1គឺយើងត្រូវធ្វើការ set up VisualBox អញ្ចឹងអ្នកទាំងអស់គ្នាអាចចុចនៅលើហ្នឹងមកហើយ set up ទៅតាមវិធីសាស្ត្ររបស់វាមួយហ្នឹងទៅហើយខ្ញុំនឹងចូលទៅកាន់ app របស់វាហ្មងអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នា set up VisualBox ហើយវានឹងចេញបែបនេះនៅពេលដែលចូលមកដល់កន្លែងហ្នឹងគឺយើងអាចចុចយកពាក្យ new ទៅហើយកន្លែងនេះគឺជាឈ្មោះអឺ Visual Machine Name របស់យើងគឺយើងអាចដាក់ Ubuntu ទៅបើដើម្បីយើងសួរចំណាំថាវាជា Ubuntu server កន្លែងនេះគឺជា path ខ្ញុំអត់ recommend ឲ្យដាក់drive C ទេយើងអាចដាក់ក្រៅពី drive C ទៅហើយនេះគឺជាកន្លែងដាក់ image អញ្ចឹងយើងអាច select យក file ISO របស់យើងដែល download ហ្នឹងមកហើយកន្លែងនេះគឺអត់ត្រូវការ config ទៀតទេវាចាប់ auto បន្តិចអូខេចុច next មកដល់កន្លែងនេះគឺជាកន្លែងដែលយើង config username យើងដាក់ឈ្មោះមកអាចដាក់ជា Silly បានដែរហើយpassword យើងអាច config មិនក៏បានដែរអូខេ install Silly អត់បានទេអូខេយើងដាក់ឈ្មោះអូខេវាអត់ឲ្យដាក់ឈ្មោះអក្សរធំទេយើងដាក់អក្សរទូចមកខ្ញុំដាក់ឈ្មោះ Silly next កន្លែងនេះខ្ញុំយក 4G ដើម្បីយើងកំណត់ថាយើង 4G បានគឺយើងអាចយក1024យកទៅគុណនឹងគុណនឹង G ចំនួន G ដែលយើងចង់បានទៅគឺ1024គុណនឹង4ទៅវាស្មើ10964096ហើយនេះគឺជា site នេះយកប៉ុណ្្នឹងទៅគឺបានហើយអូខេ finish មកអញ្ចឹងវានឹងទៅធ្វើការ set up virtual machine របស់យើងចាំមក play ទៅវានឹងធ្វើការ open អូខេវាដល់មកដល់កន្លែងបើក machine របស់យើងហើយអញ្ចឹងយើងយកឲ្យលើមកកន្លែងនេះយើងអាចយក cancel ក៏បានយក capture ក៏បាននៅពេលដែលយើងយក capture ទៅយើងនឹងបាត់ម៉ៅពីលើអេក្រង់របស់យើងវានឹងចូលទៅក្នុង virtual machine អញ្ចឹងខ្ញុំអត់ត្រូវការទេខ្ញុំធី cancel អញ្ចឹងវានឹងទៅធ្វើការset up Ubuntu server របស់យើង automatic ខ្ញុំអត់ដឹងមិនដែរគឺអ្នកខ្លះគឺនៅពេលដែល set up ទៅវាជា manual ប៉ុន្តែសម្រាប់ខ្ញុំនៅពេលដែល set up ទៅវានឹង automatic update ធ្វើការ set up ឲ្យ automatic ហ្មងយើងអត់ត្រូវការរើអីច្រើនណាតែគ្រាន់តែវាត្រូវការពេលរៀងច្រើនតិចអញ្ចឹងសម្រាប់ការ set up ហ្នឹងគឺខ្ញុំនឹង skip កន្លែងមួយចំនួនដែលយើងអត់ត្រូវការធ្វើអីទេដែលសារតែវានឹង set up automatic អញ្ចឹងខ្ញុំនឹង skip កន្លែងហ្នឹងចោលអូខេអញ្ចឹងតើតើជាមួយ Ubuntu server ហ្នឹងគឺវា upload set up automatic ហើយគឺយើងអត់ត្រូវការធ្វើអីទៀតទេតែវារៀងយូរបន្តិច
OK ចឹងនៅពេលដែលចូលវានឹងទាមទារ password username និង password ចឹងតាក់ទងជាមួយ username password ហ្នឹងគឺជា username password ដែលយើង set up នៅពេលដែលយើងបង្កើត virtual machine ដំបូងហ្នឹងណាចឹងពេលហ្នឹងគឺខ្ញុំដាក់ឈ្មោះ Silly ហើយនឹង password គឺនៅពេលដែលយើងវាយអត់លោតទេចឹងអ្នកទាំងអស់គ្នាគ្រាន់តែវាយ password ដែលអ្នកទាំងអស់គ្នា set up នៅពេលដែលអ្នកទាំងអស់គ្នាបង្កើត virtual machine ហ្នឹងមកហើយជី enter ទៅចាំមក play ទៅហើយ OK វាចូលហើយហើយនៅពេលដែលវាចូលហ្នឹងគឺវាជា root user ចឹងនៅពេលមកដល់កន្លែងហ្នឹងគឺយើងអាចវាយ comment មួយដែល comment នេះគឺយើងវាយពាក្យ sudo apt update វាយពាក្យ sudo apt update ចឹងវានឹងទាមទារ password របស់យើងវាយ password ដដែលមកចឹងវានឹងទៅធ្វើការ update server របស់យើងដែល package ដែលវាត្រូវ update អូខេវា update ហើយគឺទាំងអស់គឺមាន26 package ចឹងដើម្បីអ្នកទាំងអស់គ្នាចង់មើលក៏បានដែរយើងគ្រាន់តែវាយពាក្យ apps list វាយ list មកហើយ dot upgradable upgrade upgradable អូខេនេះគឺជា list ដែលវាបាន install package នៅលើ server របស់យើងចឹងវាមានតែប៉ុណ្្នឹងទេហើយមួយទៀតគឺយើងអាចធ្វើការមើលឈ្មោះថាយើងជាពីណាគេអញ្ចឹងដើម្បីយើងចង់ដឹងថា account ណាដែលយើង login គឺយើងត្រូវយើងបាន login ហើយហ្នឹងណាគឺយើងអាចធ្វើការ comment មួយគឺជាហៅថា who am I នេះគឺជាឈ្មោះuser ដែលយើងបានធ្វើការបង្កើតហ្នឹងគឺ Silly ដែលយើងបានធ្វើការ login ហ្នឹងហើយការ set up Ubuntu server នៅលើ virtual machine ក៏វាមានតែប៉ុណ្្នឹងដែរចឹងជាចុងក្រោយអរគុណអ្នកនរគ្នាដែលបានចូលមើលពីដើមរហូតមកដល់ចប់អូខេអរគុណ